បានជារបងសូមលំអរកាយគោរពជំរាបសួរទៅដល់លោកអ្នកបងប្អូនជាទីគោរពនិងជាទីរាប់អានថ្ងៃនេះខ្ញុំនឹងទៅជួបបងពូប្រជាការពារហើយនឹងពូសន្តិសុខនិងបងប៉ូលីសនៅគាត់ប្រចាំការនៅឯខុំបខំប៉ុន្តែចិត្តដល់ច្រកចូលលំជ័រអញ្ចឹងអ្នកនរគ្នាគឺខ្ញុំនឹងនាំជូនខារ៉ាបាវពួកគាត់ហើយនេះចំនួនមួយយូរនេះជាទឹកចិត្តតិចតួចដែលខ្ញុំនឹងជួយគាត់ពីព្រោះយើងគិតថាខែនឹងខែក្តៅហើយណាមួយគាត់នៅយាមនៅនោះបាទគឺចិត្តលំជ័របាទគឺខែក្តៅអញ្ចឹងយើងជួយគាត់តិចតួចដើម្បីលើកទឹកចិត្តគាត់ពីព្រោះគាត់ធ្វើនេះគឺដើម្បីប្រជាពលរដ្ឋដើម្បីប្រជាជនទាំងអស់គ្នាដើម្បីការពារឲ្យយើងរួចផុតពីជំងឺ Covid-19 អ្នកនរគ្នាតិចទៀតខ្ញុំនឹងពាក់ម៉ាស់ប៉ុន្តែឥឡូវខ្ញុំបានពាក់ម៉ាស់ពីព្រោះខ្ញុំអត់តន់ចេញទៅពីព្រោះខ្ញុំនៅក្នុងផ្ទះអញ្ចឹងអ្នកនរគ្នាយើងនឹងទៅជួបគាត់ទាំងអស់គ្នាសូមឲ្យអ្នកនរគ្នាការពារទាំងអស់គ្នាហើយនឹងមានការយោគយល់អធិស្ឋានឲ្យគាត់ផងនៅពេលដែលគាត់ពិនិត្យអ្នកទាំងអស់គ្នាឬក៏គាត់ចុះត្រួតពិនិត្យសូមឲ្យអ្នកទាំងអស់គ្នាបានសហការហើយសូមអភ័យទោសអ្នកដែលមកពីក្រៅអ្នកមកពីស្រុកផ្សេងខេត្តផ្សេងបាទយើងអត់ឲ្យចូលទេអញ្ចឹងសូមអធិស្ឋានហើយនឹងសូមការអធិស្ឋានពីបងប្រជាការពារហើយនឹងបងសន្តិសុខនិងប៉ូលីសផងដែរបាទពេលខ្លះគឺគាត់អត់អនុញ្ញាតឲ្យយើងចូលមកឃុំអខំទេអញ្ចឹងយើងត្រូវមានការអធិស្ឋានឲ្យគាត់មានការយោគយល់ឲ្យគាត់ពីព្រោះគេបានការពារទាំងអស់គ្នាដើម្បីជៀសផុតពីជំងឺ Covid-19 អញ្ចឹងយើងនឹងទៅជួបគាត់ដល់ហើយជាដំបងសូមជម្រាបសួរទៅដល់លោកអ្នកបងប្អូនជាទីគោរពនិងជាទីរាប់អានបាទថ្ងៃនេះគឺយើងបានមកជួបបងប៉ូលីសហើយនឹងបងប្រជាការពារហើយនឹងសន្តិសុខហើយនឹងអាជ្ញាធរទាំងអស់បានសហការគ្នានៅទីនេះគឺយើងបានការពារដើម្បីទប់ស្កាត់ជំងឺ Covid-19 អញ្ចឹងអ្នកនរគ្នាចូលរួមទប់ស្កាត់ជំងឺ Covid-19 កុំភ្លេចពាក់ម៉ាស់ទៅណាមកណាបាទហើយត្រូវតែលាងដៃជាមួយនឹងអង្កុលហើយក៏សូមជម្រាបជូនបើសិនជាបងប្អូនមកពីឆ្ងាយបើសិនជាគាត់ពិនិត្យថាអត់ឲ្យចូលឬក៏លើសកម្ដៅបាទសូមអ្នកនរគ្នាអធិស្ឋានកុំខឹងកុំស្ដីបន្ទោសឲ្យគាត់ពីព្រោះគាត់ធ្វើតាមគោលការណ៍របស់ថ្នាក់លើបាទដើម្បីការពារទាំងអស់គ្នាទេបាទហើយជាពិសេសអ្នកភូមិឬក៏អ្នកស្រុកផ្សេងអ្នកខេត្តផ្សេងគឺគាត់អត់អនុញ្ញាតឲ្យចូលទេបាទបើអ្នកភូមិបើថាតាមស្រុកអីអញ្ចឹងយើងអាចចូលបានតាមដែលយើងបានវាស់កម្ដៅឬក៏យើងកម្ដៅរបស់យើងអត់ក្ដៅអត់ឡើងខ្លាំងអញ្ចឹងទៅយើងអាចចូលបានអញ្ចឹងហើយសូមការអធិស្ឋាននិងការយោគយល់ផងបាទអញ្ចឹងនេះជាទឹកចិត្តតិចតួចបំផុតបើសិនជាខ្ញុំមានច្រើនខ្ញុំនឹងឲ្យច្រើនប៉ុន្តែនេះតិចបំផុតប៉ុន្តែខ្ញុំជូនទៅតាមសមត្ថភាពតាមអ្វីដែលខ្ញុំចង់ធ្វើអញ្ចឹងអ្នកនរគ្នាចូលរួមសហការទាំងអស់គ្នាហើយចូលរួមជួយគាត់ទាំងអស់គ្នាបើសិនជាអ្នកនរគ្នាមានថវិកាឬក៏មានភេទជ្ជៈបើសិនអ្នកនរគ្នាចង់ជួយអាចទំនាក់ទំនងតាមខ្ញុំបានឬក៏តាក់ទងទៅគាត់ផ្ទាល់ក៏បានដែរបាទអរគុណច្រើនបាទអរគុណនីឡូ